mà bọn đang tới thaoประเทศ Philippines បានជួយអ្វីខ្លះមកដល់យោធារបស់កម្ពុជាឬក៏កម្ពុជារបស់យើងតែម្ដងនឹងត្រូវបកស្រាយនៅក្នុងវីដេអូមួយនេះសូម share នៅវីដេអូមួយនេះចំពោះការយល់ដឹងនៅរឿងមួយនេះផងដែរចាប់ផ្ដើមទាំងអស់គ្នាប្រទេស Philippines មិនមែនជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏សំខាន់ដល់កម្ពុជាទេប៉ុន្តែ Philippines បានក្លាយជាដៃគូការពារជាតិនិងសន្តិសុខជាតិកាន់តែសំខាន់តាមរយៈការបណ្ដុះបណ្ដាលការអប់រំនិងកិច្ចសហប្រតិបត្តិការយោធាប្រទេសកម្ពុជានិង Philippines គឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហើយបានចូលរួមធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ការរួមចំណែកដ៏សំខាន់បំផុតមួយពី Philippines គឺជាការបណ្ដុះបណ្ដាលយោធាទាហានរបស់ Philippines ធ្វើកម្មវិធីបណ្ដុះបណ្ដាលរួមគ្នាជាមួយនឹងកងទ័ពជើងគោកកម្ពុជាដែលផ្ដោតទៅលើការប្រតិបត្តិការទ័ពថ្មើរជើងជំនាញប្រយុទ្ធសង្គ្រាមទីក្រុងនិងការឆ្លើយតបគ្រោះមហន្តរាយសកម្មភាពទាំងអស់នេះជួយទាហានកម្ពុជាឲ្យបង្កើនជំនាញវិជ្ជាជីវៈរបស់ពួកគេនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរប្រទេសនេះប្រទេស Philippines ក៏គាំទ្រកម្ពុជាតាមរយៈការអប់រំយោធានិងអភិវឌ្ឍធនធានមនុស្សដូចគ្នាផងដែរមន្ត្រីមកពីប្រទេសទាំងពីរបានចូលរួមក្នុងការផ្លាស់ប្ដូរសិក្ខាសាលានិងវគ្គសិក្សាយោធាវិជ្ជាជីវៈនេះអនុញ្ញាតឲ្យមន្ត្រីកម្ពុជារៀនពីបទពិសោធន៍យោធា Philippines ជាពិសេសក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំប្រតិបត្តិការរក្សាសន្តិភាពនិងការគ្រប់គ្រងគ្រោះមហន្តរាយនៅឆ្នាំ2017ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាទៅលើអនុសារណៈនៃការយោគយល់គ្នាពីកិច្ចសហប្រតិបត្តិការការពារជាតិកិច្ចព្រមព្រៀងនេះបានជួយបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយការពារជាតិការបណ្ដុះបណ្ដាលយោធារក្សាសន្តិភាពជំនួយមនុស្សធម៌ការថែទាំចក្រវិទ្យាការពារជាតិនិងការផ្លាស់ប្ដូរព័ត៌មានកិច្ចព្រមព្រៀងនេះនៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងការពារជាតិកម្ពុជា Philippines សម័យទំនើបវិស័យកិច្ចសហប្រតិបត្តិការមួយទៀតគឺជាជំនួយមនុស្សធម៌ការជួយសង្គ្រោះគ្រោះមហន្តរាយប្រទេស Philippines មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការឆ្លើយតបទៅនឹងព្យុះទីហ្វុងទឹកជំនន់រំជួយដីនិងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀតតាមរយៈការផ្លាស់ប្ដូរយោធានិងសកម្មភាពរួមគ្នាកងកម្លាំងកម្ពុជាអាចរៀនពីបច្ចេកទេសឆ្លើយតបគ្រោះមហន្តរាយដ៏មានតម្លៃនិងការអនុវត្តការគ្រប់គ្រងគ្រាមានអាសន្នប្រទេសកម្ពុជានិង Philippines សហការគ្នាក្នុងសកម្មភាពរក្សាសន្តិភាពផងដែរប្រទេសកម្ពុជាត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នករួមចំណែកកងទ័ពដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិខណៈពេលដែលប្រទេស Philippines មានបទពិសោធន៍ក្នុងប្រតិបត្តិការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិដូចគ្នាតាមរយៈការផ្លាស់ប្ដូរនិងការបណ្ដុះបណ្ដាលប្រទេសទាំងពីរចែករំលែកចំណេះដឹងនិងបង្កើនសមត្ថភាពរបស់ពួកគេក្នុងវិស័យនេះបើនិយាយអំពីកងកម្លាំងប្រដាប់អាវុធរបស់ Philippines ពួកគេគឺជាកងទ័ពមួយក្នុងចំណោមកងទ័ពធំៗនៅអាស៊ីអាគ្នេយ៍ពួកគេមានទាហានសកម្មប្រហែលជា 15,000 នាក់ទៅ 16,000 នាក់និងទាហានបម្រុងជាង 1 លាននាក់យោធាត្រូវបានបែងចែកជាកងទ័ពជើងគោក Philippines កងទ័ពជើងទឹក Philippines និងកងទ័ពអាកាស Philippines ដោយសារតែប្រទេស Philippines ជាប្រទេសមួយដែលមានកោះសមុទ្រធំគឺពួកគេវិនិយោគយ៉ាងច្រើនទៅលើសមត្ថភាពរបស់កងទ័ពជើងទឹកនិងអាកាសកងទ័ពជើងគោករបស់ Philippines គឺជាសាខាធំបំផុតមានបទពិសោធន៍រាប់ទសវត្សរ៍ប្រឆាំងនឹងក្រុមអទៀមនិងភារវករពួកគេដំណើរការរពះដៃកំភ្លើងធំនិងឧបករណ៍ថ្មើរជើងទំនើបបទពិសោធន៍ទាំងអស់នេះជួយកងទ័ព Philippines អភិវឌ្ឍសមត្ថភាពប្រយុទ្ធនិងសន្តិសុខដ៏រឹងមាំកងទ័ពជើងទឹក Philippines បានធ្វើទំនើបកម្មឆាប់រហ័សក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះឥឡូវនេះកងទ័ពជើងទឹក Philippines ប្រើប្រាស់នាវាចម្បាំងទំនើបនាវាល្បាតនាវាដឹកជញ្ជូននិងកងកម្លាំងសមុទ្រដើម្បីការពារដែនទឹកនិងកោះនានារបស់ប្រទេសកងទ័ពជើងទឹកដើរតួនាទីសំខាន់ក្នុងការការពារផលប្រយោជន៍សមុទ្ររបស់ Philippines កងទ័ពអាកាស Philippines ប្រើប្រាស់យន្តហោះចម្បាំងស្រាល FA-50 យន្តហោះដឹកជញ្ជូនយន្តហោះក្លំមើលនិងអាតូមពេជ្រទោះបីជាមានទំហំតូចជាងកងទ័ពជើងអាកាសរបស់ប្រទេសមហាអំណាចក៏ដោយក៏ពួកគេនៅតែបន្តកែលម្អតាមរយៈកម្មវិធីធ្វើទំនើបកម្មនិងការទិញឧបករណ៍ថ្មីៗ Philippines ចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិករៀងរាល់ឆ្នាំទៅលើវិស័យការពារជាតិនិងផ្ដល់ឲ្យប្រទេសខ្លួននៅថវិកាយោធាធំជាងកម្ពុជា Philippines ក៏ទទួលបានអត្ថប្រយោជន៍ភាពជាដៃគូការពារជាតិអាយុអង្វែងជាមួយសហរដ្ឋអាមេរិកដែលផ្ដល់ការបណ្ដុះបណ្ដាលលំហាត់យោធានិងកិច្ចសហប្រតិបត្តិការសន្តិសុខយោធារបស់ Philippines ត្រូវបានគេចាត់ទុកថាគឺជាកងកម្លាំងមធ្យមដែលមានសន្តិភាពនៅអាស៊ីអាគ្នេយ៍ពួកគេមានទំហំធំជាងនិងទំនើបជាងយោធារបស់កម្ពុជាច្រើនដងទាក់ទងទៅនឹងកម្លាំងទាហានកម្លាំងទ័ពជើងទឹកកម្លាំងអាកាសនិងការចំណាយទៅលើវិស័យការពារជាតិប៉ុន្តែ Philippines នៅតែមានទំហំតូចជាងយោធារបស់ប្រទេសមហាអំណាចដូចជាចិននិងសហរដ្ឋអាមេរិកក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះកិច្ចសហប្រតិបត្តិការយោធាបានពង្រីកបន្ថែមទៀតមេដឹកនាំ Philippines និងកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើសម្ពយុទ្ធវឹកវើឲ្យបានញឹកញាប់ជាងមុននិងបង្កើតកិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងកងទ័ពជើងគោកប៉ុណ្ណោះទេប៉ុន្តែថែមទាំងកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសរបស់ពួកគេផងដែរនេះគឺបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងនិងទំនាក់ទំនងការពារជាតិកាន់តែរឹងមាំរវាងសមាជិកអាស៊ានទាំងពីរនេះហើយ Philippines ភាគច្រើនគឺជួយកម្ពុជាតាមរយៈការបង្កើនយោធាការអប់រំមន្ត្រីការផ្លាស់ប្ដូរវិជ្ជាជីវៈកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពជំ
នាញឆ្លើយតបគ្រោះមហន្តរាយនិងការទូតការពិជាតិជាជាងការគ្រប់គ្រងអាវុធទំនាក់ទំនងនេះផ្ដោតសំខាន់ទៅលើការកសាងជំនាញយោធាពង្រឹងកិច្ចប្រតិបត្តិការអាស៊ាននិងលើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់តើបងប្អូនគិតយ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះអាច comment នៅក្រោមវីដេអូមួយនេះបានបើពេញចិត្តនៅវីដេអូមួយនេះសូមជួយ follow page មួយផងបាទបើទស្សនាក្នុង YouTube subscribe នៅ YouTube channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយដូចគ្នាផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមស្នើដល់គ្រប់ក្រុមគ្រួសារសូមអរគុណ